បាទខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាកំពុងមានសន្ទុះទីផ្សារសុកអាងសុជាតាសារភាពត្រង់ថាកំពុងជួបបញ្ហាប៉ះពាល់ផ្លូវចិត្តខ្លាំងចំពោះស្រីស្អាតអាងសុជាតាបច្ចុប្បន្នអាចចាត់ទុកជាតារាសម្ដែងស្រីវ័យក្មេងមួយរូបមានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈដែលទទួលបានទីផ្សារខ្ពស់លើផ្នែកសម្ដែងភាពយន្តឆក់បានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនយុវវ័យគ្រប់ស្រទាប់ជាមួយនឹងទេពកោសល្យដ៏ពូកែរបស់នាងក្នុងវិស័យនេះលើសពីនេះក្រៅពីវិស័យសម្ដែងដ៏មានសមត្ថភាពតារាស្រីអាងសុជាតាក៏ក្តាប់បានឱកាសក្លាយជាអ្នកតំណាងនិងផ្សព្វផ្សាយពីផលិតផលប្រេនធំនៅក្នុងស្រុកជាច្រើនផងដែរងាកមើលជីវិតឯកជនរបស់តារាសម្ដែងវ័យក្មេងរូបនេះវិញនាងកំពុងតែចាយជីវិតយ៉ាងហាយសូថែមទាំងមានលទ្ធភាពអាចទិញរបស់ទ្រព្យចេញពីកម្លាំងញើសឈាមខ្លួនឯងដើរកំសាន្តផ្សេងរស់នៅក្នុងជីវិតរីករាយនិងមានក្តីសុខជាមួយអ្នកម្ដាយជាទីស្រឡាញ់ដល់ឡែកស្របពេលកំពុងជោគជ័យនិងមានកេរ្តិ៍ឈ្មោះកាន់តែល្បីមកដល់ថ្មីនេះអាងសុជាតាបានធ្វើឲ្យមហាជនលើបណ្ដាញសង្គមកំពុងចាប់អារម្មណ៍និងបារម្ភពីនាងបន្ទាប់ពីលើ Facebook របស់តារាវ័យក្មេងរូបនេះបានបង្ហោះសារបន្តបន្ទាប់បង្ហាញអារម្មណ៍កំពុងរងការបាក់ទឹកចិត្តដែលជួបបញ្ហាច្រើនខំជំនះតែនៅមិនដូចបំណងធ្វើឲ្យប៉ះពាល់ផ្លូវចិត្តនាងខ្លាំងក្នុងនោះអាងសុជាតាបានរៀបរាប់ប្រាប់មហាជនថាសូមទោសបងប្អូនអ៊ំពូមីងដែលមួយរយៈនេះបញ្ចេញអារម្មណ៍នៅលើ platform ច្រើនតែផ្លូវចិត្តពិតជាសំខាន់សូមថែរក្សាឲ្យបានល្អផងណាខ្ញុំមិនដែលគិតចង់បោះបង់អ្វីមួយទេតែសូមប្រាប់ត្រង់ពេលនេះផ្លូវចិត្តខ្ញុំមិនល្អទេមួយរយៈក្រោយនេះមានរឿងឲ្យឈឺក្បាលច្រើនណាស់ខ្ញុំស៊ូណាស់ខ្ញុំក៏ខំជំនះណាស់ដែរតែពេលខ្លះរឿងដែលចង់បានវាមិនដូចចិត្តរបស់យើងទេខ្ញុំមានតែ2នាក់ម៉ាក់ទេអ្នករកមិនងាយស្រួលដូចអ្នកបំផ្លាញទេបាទហើយអត្ថបទព័ត៌មាននេះខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា